ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះថ្ងៃសៅរ៍ឥឡូវកំពុងតែម៉ោង 9 ពេលព្រឹកទេសភាពស្អាតមើលផ្ទៃមេឃបច្ចុប្បន្ននាងខ្ញុំកំពុងនៅក្នុងទីរួមខេត្តបាត់ដំបងក្រុងបាត់ដំបងចាថ្ងៃនេះខ្ញុំចង់ចែករំលែកបងប្អូនទាំងអស់គ្នាតទៅនឹងសង្គ្រាមខ្មែរថៃនៅតាមព្រំដែនខ្មែរថៃចាបងប្អូនទាំងអស់គ្នាត្រូវចាំថាបច្ចុប្បន្ននេះគឺព័ត៌មានគឺវាទូលំទូលាយជាងមុនចាទូលំទូលាយជាងមុនដូច្នេះហើយប្រទេសផ្សេងក៏គេបានដឹងអំពីព័ត៌មាននៅប្រទេសកម្ពុជាផងយើងក្នុងកលៈទេសៈនេះបងប្អូនទាំងអស់គ្នាត្រូវធ្វើការទប់ស្មារតីទប់អារម្មណ៍មិនថាជួបស្ថានភាពឬក៏ហេតុការណ៍ណាមួយក៏ដោយប៉ុន្តែបងប្អូនត្រូវឈរលើស្មារតីជាតិនិយមសាមគ្គីជាតិហើយយើងទាំងអស់គ្នាត្រូវជឿជាក់ទៅលើរាជរដ្ឋាភិបាលដើម្បីឲ្យលោកធ្វើការដោះស្រាយជាមួយនឹងតាមបែបការទូតនឹងឲ្យជុំវិញពិភពលោកព័ត៌មានអ្នកទាំងអស់គ្នាគឺមាន Facebook នៅក្នុងដៃទាំងអស់គ្នាចឹងអ្នកទាំងអស់គ្នាផ្សព្វផ្សាយនៅអ្វីដែលជាកម្លាំងលើកទឹកចិត្តទៅដល់វីរៈកងទ័ពស្នេហាជាតិរបស់យើងដែលកំពុងតែតតាំងនៅក្នុងសមរភូមិដ៏ក្តៅកគុកក៏មានបាញ់ផ្សែងពុលផងក៏បាញ់ទុងតាំងទៅវិញទៅមកផងចាអញ្ចឹងយើងត្រូវតែធ្វើសកម្មភាពណាមួយដែលជំរុញលើកទឹកចិត្តព្រោះខ្ញុំជឿថាអ្វីត្បិតតែគាត់នៅក្នុងសមរភូមិក៏ដោយក៏គាត់មានការប្រើប្រាស់នៅទូរស័ព្ទការថតការមើល Facebook អីផ្សេងដែរខ្ញុំជឿជាក់ 100% អញ្ចឹងនៅពេលដែលបងប្អូនបង្ហោះវីដេអូនីមួយដែលបំបាក់ស្មារតីដល់កងទ័ពរបស់យើងគាត់នឹងប៉ះពាល់ទៅដល់អារម្មណ៍ของគាត់ក៏ដូចគ្នាអញ្ចឹងខ្ញុំជឿថាបងប្អូនទាំងអស់គ្នាត្រូវរួមកម្លាំងមានស្មារតីជាតិនិយមស្មារតីសាមគ្គីគ្នាជាដរាបហើយយើងត្រូវបង្កើតមាតិកាឬក៏ការផ្សព្វផ្សាយព័ត៌មានផ្សេងដែលធ្វើឲ្យបងប្អូនទាំងអស់គ្នាមានកម្លាំងស្មារតីឬក៏វីរៈកងទ័ពរបស់យើងដែលគាត់កំពុងតែស្ថិតនៅជួរមុខនោះគាត់មានកម្លាំងចិត្តធម្មតាការធ្វើសង្គ្រាមវាជាអត់ផុតនឹងការបង្ហូរឈាមនិងការសម្លាប់គ្នាទៅវិញទៅមកក៏ប៉ុន្តែយើង stand strong for Cambodia need peace អញ្ចឹងយើងការពារប្រជាធិបតេយ្យរបស់យើងដែនដីរបស់យើងមិនទៅបំពាននៃប្រទេសណាមួយឡើយthì ត្បិតតែប្រទេសយើងតូចមែនប៉ុន្តែស្មារតីប្រជាពលរដ្ឋរបស់យើងទាំងមន្ត្រីទាំងរដ្ឋាភិបាលទាំងស្ដេចហ្នឹងហើយទាំងអស់គ្នាគឺគាត់សាមគ្គីគ្នាជាធ្លុងមួយប៉ុន្តែពិភពលោកទាំងអស់នេះគាត់អាចមើលឃើញបានតាមរយៈ social media Facebook YouTube TikTok ឬក៏ Instagram ឬក៏ Thread ឬក៏ website ឬក៏ app អីផ្សេងអញ្ចឹងបងប្អូនអាចធ្វើវីដេអូបានបងប្អូននៅក្នុងរយៈពេលនេះកុំស្លន់ស្លោបើនិយាយតាមត្រង់ទៅសួរថាចឹងបងអត់ភ័យទេខ្ញុំភ័យប៉ុន្តែខ្ញុំព្យាយាមទប់ស្មារតីទប់អារម្មណ៍ខ្ញុំជឿជាក់ទៅលើរាជរដ្ឋាភិបាលហើយការជឿជាក់នោះដោយសារអីគឺយើងមានព័ត៌មានមកដល់ដៃយើងទាំងអស់ដែលគាត់បានផ្សព្វផ្សាយជារៀងរាល់ថ្ងៃគាត់អាប់ដេតគាត់បង្ហាញនៅព័ត៌មានដែលបច្ចុប្បន្នភាពយ៉ាងម៉េចដែលមាននៅក្នុង page មួយចំនួនដែលយើងអាចជឿជាក់ទុកចិត្តបានពីព្រោះឥឡូវនេះវាមានpage account Facebook ខ្មោចខ្លះគឺអាចថាជាសត្រូវយើងដែលគាត់បំបាក់ស្មារតីដល់ប្រជាពលរដ្ឋរបស់យើងនិងកងទ័ពរបស់យើងក៏ដូចគ្នាដែរអញ្ចឹងអ្នកទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នបងប្អូនត្រូវចាំថាយើងក្នុងពេលនេះទឹកភ្នែករបស់យើងគឺជាទឹកភ្នែកអីមួយគឺជាទឹកភ្នែកនៃការរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីប្រទេសយើងសុខសន្តិភាពនិងទទួលបានការការពារដ៏យូរអង្វែងហើយក៏ដូចគ្នានឹងការ
ការអាណិតអាសូរឬក៏ការជួយជ្រោមជ្រែងដែលគាត់ជួយ support ប្រទេសខ្មែរយើងឲ្យរីកចម្រើនជាងមុនយើងឃើញថាយើងទទួលរងនៅសង្គ្រាមច្រើនណាស់នៅក្នុងផ្ទៃក្នុងរបស់យើងដែលធ្វើឲ្យពិភពលោកគាត់បានដឹងអំពីប្រវត្តិនៃប្រទេសកម្ពុជាផងយើងនោះទេយូរទៅយើងជាពូជសាសន៍ដើមយូរទៅយើងគឺជាពូជសាសន៍ដែលល្អស្មោះត្រង់មានគុណធម៌បែរទៅជាប្រទេសចៅឬក៏ប្រទេសដែលខូចដោយសារតែភាគីសត្រូវរបស់យើងមួយចំនួនដែលគាត់ព្យាយាមផ្សព្វផ្សាយព័ត៌មានទៅខាងក្រៅបំបាក់ស្មារតីបង្ខូចបង្កាច់មកដល់ប្រទេសយើងអញ្ចឹងក្នុងឆ្លៀតឱកាសនេះយើងមិនគួរវាយប្រហារទៅដល់រាជរដ្ឋាភិបាលឬក៏មន្ត្រីរបស់យើងណាមួយឡើយយើងត្រូវព្យាយាមទាំងអស់គ្នាតាំងស្មារតីអ្នកណាដែលមានផ្ទះផ្ទាល់ខ្លួនដែលមិនមែននៅជាប់ជាមួយនឹងព្រំដែនពិតប្រាកដឬក៏អ្នកដែលគាត់មិននៅចិត្តកន្លែងទីតាំងដែលហានិភ័យទេគាត់គឺរស់នៅធម្មតាហ្នឹងហើយគាត់ធ្វើវីដេអូប្រាប់ស្ថានភាពអីផ្សេងធម្មតាណាហើយសូមហាមឃាត់នៅការថតរូបកន្លែងទីតាំងសំខាន់ឈរជើងរបស់វីរៈកងទ័ពផងយើងឬក៏កន្លែងណាមួយដែលសំខាន់ប៉ះពាល់ទៅដល់សន្តិសុខជាតិរបស់យើងមិនគួរថតទេហ្នឹងហើយបងប្អូនទាំងអស់គ្នាសំឡេងរបស់ខ្ញុំមួយខ្ញុំជឿថាខ្ញុំមិនមែនជាបុគ្គលដែលល្បីទេប៉ុន្តែជាសំឡេងប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជានេះមួយដែលនៅតំបន់ក៏អាចនឹងទទួលរងហានិភ័យដែរប៉ុន្តែខ្ញុំតែងតែប្រាប់ខ្លួនឯងថាបើសិនជាខ្ញុំស្លាប់នៅក្នុងសង្គ្រាមក៏ជាផ្នែកមួយលេសសម្រាប់មិនមែនជាលេសទេគឺជាហេតុផលមួយដែលរាជរដ្ឋាភិបាលខ្ញុំគាត់នឹងយកព័ត៌មាននេះផ្សព្វផ្សាយទៅពិភពលោកថាថៃសៀមគាត់បានសម្លាប់ជនស៊ីវិលចំនួនប្រមាណអ្នកប៉ុន្តែបងប្អូនត្រូវជឿជាក់ថាគាត់មិនមែនបណ្តែតបណ្ដោយឲ្យយើងស្លាប់ទៅនោះទេគាត់ក៏ព្យាយាមខ្នះខ្នែងគិតគ្រប់យុទ្ធសាស្ត្រផងដែរចឹងបងប្អូនទាំងអស់គ្នាត្រូវចាំថាវីរៈកងទ័ពផងយើងគាត់ទៅបានដាក់ជីវិតស្លាប់បាត់ទៅហើយគាត់តស៊ូហើយហេតុអីបានជាយើងទាំងអស់គ្នាអ្នកខ្លះបំបោបំផិតបំភ័យធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនឈូឆរទៅតាមគេដូចវងកូនត្រីមួយអានឹងសួរថាហេតុអីដែលតំបន់មិនគាត់អត់ក្តៅខ្លាំងទេអញ្ចឹងវាធ្វើឲ្យរាំងស្ទះនៅសេដ្ឋកិច្ចរបស់យើងស្ថានភាពនៃប្រទេសយើងដូចគ្នាខ្ញុំមិនបានហាមឃាត់ដល់បងប្អូន100%ទេតែបងប្អូនក្នុងកលៈទេសៈនេះបងប្អូនត្រូវតែតាំងស្មារតីរួបរวมគ្នាអ្នកនៅក្រៅប្រទេស Facebook មួយមានអ្នក follower មានអ្នកfriend ចំនួន200 500នាក់2000នាក់3000នាក់ក៏ដោយគឺយើងចុចចែករំលែកតែអ្វីដែលល្អអ្វីដែលយើងត្រូវការឲ្យសហគមន៍អន្តរជាតិជួយយើងអ្នកចេះអង់គ្លេសគឺគាត់ព្យាយាមនិយាយទៅព្យាយាមនិយាយផ្សព្វផ្សាយណាឲ្យគេបានដឹងពីព្រោះប្រទេសជាតិសាសន៍មួយនេះគឺជាជាតិសាសន៍មួយមានគុណធម៌មានស្មោះត្រង់ជាតិនិយមល្អប្រពៃមានវប្បធម៌មានកេរដំណែលដ៏ល្អប្រពៃយើងត្រូវខិតខំតស៊ូជាមួយនឹងរាជរដ្ឋាភិបាលដើម្បីយកឈ្នះឲ្យបានហើយសង្ឃឹមថាយើងនឹងទទួលបានសន្តិភាពរយៈពេលយូរប្រទេសយើងរីកចម្រើនដែលមិនអាចស្ថិតនៅក្រោមការគាបសង្កត់បុគ្គលឬក៏ប្រទេសណាមួយឡើយយើងមានតែសម្ព័ន្ធមិត្តនៃការរាប់អានបងប្អូនទាំងអស់គ្នាខ្ញុំនិយាយម្ដងទៀតបងប្អូនត្រូវតែរួមសាមគ្គីគ្នាចែករំលែកនៅអ្វីដែលល្អដែលមិនមែនជាវីដេអូបំបាក់ស្មារតីទៅដល់វីរៈកងទ័ពរបស់យើងឬក៏បងប្អូនមួយចំនួនដែលគាត់ខិតខំជួយសង្គមតែយើងបែរជាវាយប្រហារទៅលើគាត់ផ្សេងទាំងពាក្យសម្ដីទាំងកាយវិការផ្សេងគួរតែបញ្ឈប់ហើយអ្នកដែលធ្វើហ្នឹងជាខ្លះគឺជារនុកក្នុងឬក៏គឺជាបុគ្គលដែលគាត់នៅក្រៅប្រទេសដែលចង់ឲ្យប្រទេសយើងគឺមានសង្គ្រាមមិនអាចលើករួចមិនអាចរីកចម្រើនរួចបងប្អូនត្រូវចងចាំថាការរួបរวมគ្នាគឺជាស្មារតីមួយដ៏អង់អាចក្លាហានបើទោះជាក្នុងកលៈទេសៈណាក៏ដោយប្រទេសកម្ពុជានៅតែ
មានតម្លៃនៅតែមានស្មារតីរួមសាមគ្គីគ្នាជាតិតែជាធ្លុងមួយជានិច្ចបងប្អូននៅក្រៅប្រទេសតស៊ូឡើងកុំធ្វើមួយហើយឈប់បងប្អូនត្រូវតែបន្តបាតកម្មបន្តផ្សព្វផ្សាយបងប្អូនក្នុងប្រទេសត្រូវរក្សាចំហស្មារតីហើយបន្តធ្វើការផ្សព្វផ្សាយបន្តទៀតនិងសកម្មភាពផ្សេងៗដែលជួយដល់ប្រទេសជាតិរបស់យើងដែលយើងរងគ្រោះរយៈពេលយូរទៅហើយសូមចូលរួមទាំងអស់គ្នាដើម្បីកូនចៅយើងជំនាន់ក្រោយហើយយើងពិតណាស់គឺមិនចង់ឃើញការបង្ហូរឈាមរវាងគ្នានឹងគ្នានោះទេវីរៈកងទ័ពតែគ្រប់ភាគីសិតតែជាមនុស្សមានគ្រួសារមានបេះដូងយើងសង្ឃឹមថាការដោះស្រាយនឹងទៅដល់សន្តិវិធីដោយសន្តិវិធីដែលមានការសម្របសម្រួលដល់ភាគីអំណាចដែលផ្ដល់យុត្តិធម៌ដល់ប្រទេសកម្ពុជាយើងផងដែរអរគុណ